របស់ណាទិញទុកបានទិញឲ្យហើយទាំងនេះជាគ្រឿងរណ្ដាប់ទុកទទួលទេវតាឆ្នាំថ្មីឆ្នាំម្សាញ់ព្រះនាងគោរាកទេវីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់សប្បុស័កពុទ្ធសករាជ2569នឹងឈានចូលមកដល់នៅវេលាទីភ្លឺថ្ងៃច័ន្ទ2រោចខែចេតត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង 04:48 នាទីទីភ្លឺទេវធីតាដែលនឹងយាងមកគ្រប់គ្រងចម្ពោះទ្វីបមនុស្សលោកឆ្នាំថ្មីនេះជាមកនាយិកាព្រះនាមគោរាកទេវីជារាជបុត្រីទី2នៃបិលមហាព្រហ្មគង់នៅចាត់មហារាជិកាទ្រង់អំពើពណ៌លឿងលម្អនៅព្រះកានដោយសៀបផ្កាអង្គាបុសអភរណៈកែវមុក្តាភាសាហាទ្រង់ទេលំប្រេងព្រះស្តាំទ្រង់ព្រះខ័នព្រះឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទំបិតព្រះនេត្រលើក្នុងសច្ចភិក្ខៈខ្លាជាយានពាហនៈក្នុងនោះចំពោះរណ្ដាប់ដែលនឹងទទួលទេវតាឆ្នាំថ្មីនេះតាមទំនៀមទម្លាប់ពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងភ្លីការផ្សេងត្រូវរៀបក្រាលសម្ពុតពណ៌សឬសម្ពុតតាមអំពរទេវធីតាក៏បានហើយរៀបចំនៅគ្រឿងសក្ការបូជាទេវតាមានជាបាយសី9ថ្នាក់1គូបាយសី7ថ្នាក់1គូបាយសី5ថ្នាក់1គូបាយសី3ថ្នាក់1គូបាយសីបាឆា1គូស្លាធ1គូទឹកអប់1គូទៀន5ធូប5លីក5ផ្កា5ដាក់លើជើងពាន1គូចេកនួនចេកណាំវ៉ាដាក់លើជើងពាន1គូផ្លែឈើ11មុខរៀបដាក់ជើងពាន11គូដូងឡាវ1គូទឹកស្អាត2កែវនៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លឹះភួងពីលើគ្រប់ដង្វាយនៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺរៀបចំស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្ការព្រះរតនត្រ័យសមាទានសេលហើយតាំងចិត្តឲ្យបានស្អាតបរិសុទ្ធជ្រះស្រឡះនៅមន្ទិលទាំងពួងតម្កល់ចិត្តរំពឹងគិតទៅលើព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរឹកលុះចាប់ពិធីទទួលទេវតា